Hello អ្នកទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំថតតាំងពី2025នៅខែ10ពេលនោះដូចជាតដាលេងនៅកពតនៅពេលខ្ញុំអត់ទៅសក់ទេគឺខ្ញុំទៅលេងកពតមួយមេខ្ញុំទៅលេងកពតទៅព្រោះយើងអត់មានអស់លុយហងខ្ញុំទៅលេងកពតរយៈពេល2ថ្ងៃមួយយប់2ថ្ងៃហ្នឹងគឺខ្ញុំចាយអស់ទៅ20រៀលហ្នឹងគឺខ្ញុំចាយទៅទិញអីវ៉ាន់តិចតួចសម្រាប់ខ្លួនឯងទេហើយនេះគឺជាសកម្មភាពដែលយើងធ្វើដំណើរទៅលេងកពតហើយពេលនោះគឺបានចូលអត់ធូរកន្លែងលោកយាយម៉ៅចូលលេងក្នុងលោកយាយម៉ៅអីដែរតែអត់បានថតទេដោយសារតែពេលនោះគឺមនុស្សច្រើនពេកចង់អត់ហ៊ានបញ្ចេញទូរស័ព្ទថតទេព្រោះមនុស្សឡើងណែនព្រោះយើងក៏ទៅគេក៏ទៅអញ្ចឹងវាស្ទះហើយមនុស្សច្រើនខ្ញុំអត់ហ៊ានដកទូរស័ព្ទអីថតបែបដែរញ៉ៃទេអញ្ចឹងគ្រាន់តែចូលទៅអត់ធុកអត់អីហើយគឺធ្វើដំណើរបន្តហើយនេះគឺសកម្មភាពដែលមកដល់ផ្ទះដែលយើងបានកក់សម្រាប់គេងយប់នឹងនេះចាប់ដើមនោះនេះរៀបខ្លួនហើយថ្ងៃនេះជាកតុបដែលខ្ញុំគេងជាមួយកូនម៉ាប់យប់នឹងហើយមើលទេសភាពជុំវិញអូឡើងត្រជាក់ភ្នែកហ្មងឡើងស្អាតយកទៅមែនតែនហ្មងថ្ងៃនេះមេឃយើងស្ទុំតិចដោយសារតែមេឃចាប់ដើមមកលឹមចាប់ដើមធ្លាក់ភ្លៀងតិចតិចតែវាអត់ភ្លៀងខ្លាំងហើយមកត្រជាក់ល្មមហើយពេលម្ដងកន្លែងនេះគឺយើងចាប់ដើមប្រមូលគ្នាដើម្បីទៅរកកន្លែងជិះម៉ូតូកង់3យើងចាប់ដើមទៅដល់ទៅកន្លែងជិះម៉ូតូកង់3ហើយមើលកូនម៉ាប់ខ្ញុំអូចេញជំរងកូនម៉ាប់ខ្ញុំហើយនេះយើងចេញមកក្រៅដើម្បីរកតុកដើម្បីជិះទៅកន្លែងជិះម៉ូតូហើយនេះគឺមិនមែននៅខាងក្រៅណានៅភូមិដូចមកជួភូមិដែរអញ្ចឹងហើយផ្លូវពិបាកហើយយើងជិះឡានតាកាទេអញ្ចឹងយើងត្រូវកង់3 2ព្រោះគ្នាយើង10នាក់ដែរអញ្ចឹងកង់3 2ចែកគ្នាជា2ក្រុមមួយក្រុមជិះកង់3មួយផ្សេងមួយក្រុមទៀតជិះកង់3មួយផ្សេងបានជិះគ្រាន់អញ្ចឹងហើយនេះធ្វើដំណើរតាមផ្លូវហើយខ្ញុំទៅជាងគេចាប់ខ្ញុំអង្គុយលើកផ្លូវគាត់លើកផ្លូវអាម៉ាប់បជាតិគ្នាមកកង់3ហ្នឹង5 6នាក់ទៅកង់សើចស្វាយមកហើយកូនម៉ាប់ខ្ញុំមកមានទួចជាងគេគ្នាអង្គុយឡើងត្បៀតអាណិតហើយជិះតាមផ្លូវសោយស្បាយរហូតហើយបើផ្លូវគេបាញ់និយាយដូចបែកនំគ្រូខ្ញុំចង់ធ្លាក់ទៅកង់3ម្ដងនោះខ្ញុំតោងឡើងជាប់ហើយបើអ៊ីវិញក៏តោងខ្ញុំឡើងជាប់ព្រោះអីគាត់ខ្លាចខ្ញុំអុកក្បាលណាទៅខាងលើហើយធ្វើដំណើរតាមផ្លូវឥឡូវបានម្ដងហើយម៉ូតូកង់4ច្រឡំម៉ូតូកង់3គឺម្ដងហើយម៉ូតូកង់4ហើយចាប់ដើមនាំគ្នារកផ្លូវចុះខ្ញុំមិនរកផ្លូវចុះចង់ឃើញតើតកង់នេះគេជួយបើកទ្វារឲ្យបានរកផ្លូវចុះឃើញហើយដល់ពេលបានម្ដងហើយគឺនៅត្រូវនៅចាំកង់3មួយទៀតមួយក្រុមទៀតគឺគាត់អត់តន់ម្ដងគាត់នៅក្រោយអញ្ចឹងយើងត្រូវនៅចាំគ្នាឲ្យជុំគ្នាហើយដល់ពេលជុំគ្នាហើយម៉ូតូកង់4ហ្នឹងគឺអត់គ្រប់គ្នាជីព្រោះយើងត្រូវការ5ហើយវានៅសល់ប្រហែលម៉ូតូហើយប្រហែលម៉ូតូទៀតគឺខូចជាតិកើតអញ្ចឹងយើងត្រូវចាំអ្នកដែលទៅលេងមុនយើងហ្នឹងចាំយកមកវិញគេលាងសម្អាតហើយគេឲ្យយើងជីបន្តអញ្ចឹងគេទៅយកថ្មី2ទៀតប្រគ្រប់អញ្ចឹងដោយសារពេលហ្នឹងខ្វះច្រើនដែរហើយដល់វគ្គរៀនជិះម៉ូតូកង់4ដោយសារមួយក្រុមហ្នឹងគឺគ្មានណាគេដើរជិះទេអត់ដែរជិះទាំងអស់គ្នាអញ្ចឹងមកសាក់លបងហើយក្បាលវាឡើងរឹងហើយជិះមកនេះចាប់តាមចេញមកដល់កំពង់មូត្រេនហើយចង់ចូលបេះត្រេនមកខ្លែបញ៉ាំដែរតែចូលអត់កើតព្រោះនឹងថ្មហើយនេះជិះថតសកម្មភាពជុំវិញនឹងអូយគ្នាខ្ញុំពេលហ្នឹងនេះ3ម៉ូតូឡាន2មេស្រីមេប្រុសខ្ញុំគឺគាត់ជិះឡានហើយនឹងកូនគាត់ទាំងពីរហ្នឹងគឺគាត់ជិះឡានអញ្ចឹងហើយខ្ញុំហើយហៀហើយអ៊ីហ្នឹងគឺគាត់ជិះម៉ូតូ3ម្នាក់មួយហើយដែលបងអីដែលពាក់អាវលេខ11ជិះនៅមុខហ្នឹងគឺជាកាយគាត់ជាកាយដែលនាំផ្លូវយើងទៅលេងកន្លែងជិះម៉ូតូកង់4អីចឹងហើយគាត់មើលដែរគាត់មើលតាមផ្លូវហើយគាត់ឲ្យជិះជួឲ្យមានលំដាប់ដោយសារតែយើងជិះផ្លូវធំនេះវាយូរដែរទៅដល់កន្លែងលេង